តា HbA1c ប្រមាណចុចទៅដែលសុវត្ថិភាពសម្រាប់អ្នកជំងឺទឹកនោមផ្អែមបងប្អូនតែងតែសង្កេតឃើញអ្នកជំងឺទឹកនោមផ្អែមទី1គឺគាត់តេស្តចុងដៃមើលជាតិស្ករហើយរឿងទី2គឺគាត់ទៅពិនិត្យ HbA1c ដើម្បីបញ្ជាក់ដឹងថាតើជាតិស្ករនៅក្នុងខ្សែឈាមគាត់គឺឡើងដល់ប្រមាណចុចជាទូទៅនៅក្នុងការគ្រប់គ្រងក៏ដូចជាព្យាបាលអ្នកជំងឺទឹកនោមផ្អែមរឿងទី1គឺគេព្យាបាលដោយការប្រើប្រាស់ថ្នាំទី2គឺដោយការរៀបចំចំណីអាហារដែលបន្ថយទៅដល់ទៅលើខ្លាញ់ទៅលើស្ករឬក៏ពពុះអាហារដែលសម្បូរទៅដោយជាតិម្សៅហើយទី3គឺការដែលបងប្អូនព្យាបាលដោយការហាត់ប្រាណជាទូទៅបងប្អូនសង្កេតឃើញបងប្អូនប្រជាពលរដ្ឋដែលគាត់មានបញ្ហាជំងឺទឹកនោមផ្អែមគឺគាត់តែងតែហាត់ប្រាណជាប្រចាំរាងកាយគាត់ក៏អត់សូវទ្រុឌទ្រោមទៅតាមអាយុកាលក៏ដូចជាតាមរាងកាយជំងឺគាត់ដែរហើយទី4គឺបងប្អូនជាមួយនឹងការដែលព្យាបាលដោយការកាត់បន្ថយក៏ដូចជាការផ្អាកតែម្ដងទៅលើគ្រឿងកំប៉ុងភេសជ្ជៈផ្អែមៗនឹងឯងការដែលបងប្អូនតេស្តចុងដៃមើលជាតិស្ករនៅពេលព្រឹកមុនញ៉ាំអាហារធ្វើម៉េចឲ្យនៅក្រោម130ហើយមួយវិញទៀតបងប្អូនជាមួយនឹង HbA1c ធ្វើម៉េចឲ្យនៅក្រោម7ចុចព្រោះបងប្អូនដឹងហើយ level បងប្អូនជាមួយនឹង HbA1c ដែលល្អគឺ normal ធម្មតាត្រឹម 5.6 នឹងឯងចុះបងប្អូនដែលកំពុងតែមើលវីដេអូហ្នឹងមានជាតិស្ករឡើងប្រមាណដែរហើយបងប្អូនជាមួយនឹង HbA1c រាល់ថ្ងៃតើប្រមាណចុចដែរអាច comment នៅក្នុងវីដេអូហ្នឹងម្នាក់មួយបាន